ngày ní nhôm trong mình dạy bị sụp kha môi nơi sọc mai dơ đại vía budget friendly khăn mình tèn tại vía thầm đặc hồ một hay mơ để tại ấy để dư từ tua ba á smart nằng lan sam sai sập mớ nó ní cứ chia McLaren 650 chỉ lan TP ដែលស្ថិតនៅក្នុង catalog Sport Series របស់ McLaren បន្ទាប់ពី 12C ឡាននេះបំពាក់មកជាមួយនឹងម៉ាស៊ីន McLaren ជំនាន់ទី1តែល្អជាងមុនគឺ 3.8 លីត្រ Twin Turbo V8 កម្លាំងវា650សេសដូចតែឈ្មោះវាអញ្ចឹងឡាននេះចេញតាំងពីឆ្នាំ2014មកម្លេះហើយ performance វាជំនាន់នោះគឺខ្លាំងមែនតើចង់ខ្លាំងជាង Lambo Ferrari ទៅទៀតល្បឿនពី0ទៅ100 km/h ប្រើពេលត្រឹមតែ 2.9 second ទេខណៈដែល top speed វាដល់ទៅ 333 km/h ឯណោះលឿនមែនតើ McLaren ណាក៏ដោយក៏ប្រើសាក់ស៊ីកបោតដែរអញ្ចឹងហើយបានឡាន McLaren ហ្នឹងគឺវាស្រាលមែនតើត្រឹមតែ 1370 kg ហ្នឹងផ្នែកខាងមុខមើលមកដូច P1 អញ្ចឹងគ្រាន់តែវាអត់មានអារ៉ុនខ្យល់ហ្នឹងបើថាមានទៀតដូចគ្នាយកបដ ாய் ហ្នឹងហើយបើនិយាយពីផ្នែកពីចំហៀងឬក៏ផ្នែកខាងក្រោយនេះគឺដូច 12C វិញដោយសារតែវាឆ្នៃចេញមកពី McLaren P1 ផង 12C ផងនិយាយពី technology របស់ McLaren ហ្នឹងបងប្អូនមិនដែល downgrade ទេឲ្យតែ model ថ្មី technology ថ្មីហ្មងណាចឹងហើយបានឡាន McLaren ហ្នឹងមានបញ្ហាតែរឿងប្រព័ន្ធភ្លើងទេជាពិសេសបើសិនជាយើងទុកចោលអត់ជិះវានឹងរកខូចអារឿងប្រព័ន្ធភ្លើងហ្នឹងហ្មងអាគុយហ្នឹងគឺទៅហើយឡាន McLaren 650S នេះនៅស្រុកខ្មែរយើងតម្លៃវាពី 5-10,000 ទៅក្រោម 20,000 ទេបើគិតទៅយើងចំណាយទៀតណាតែអីដែលយើងទទួលបានមានទាំង performance ដ៏ខ្លាំងក្លាហើយគឺអា billionaire ដរហ្នឹងទៀតនេះឡាននេះវាធ្លាក់ថ្លៃក៏ដោយសារតែវាចេញរៀងយូរឆ្នាំហើយ warranty វាហួសទៀតចឹងទៅអា technology វានេះទំនើបក៏ប៉ិតមែនប៉ុន្តែវាជាជំនាន់ដំបូងរបស់ McLaren ដល់អញ្ចឹងហើយវាអត់សូវ reliable ដូចអា McLaren ជំនាន់ក្រោយទេបងប្អូនមានមតិអាច comment នៅផ្នែកខាងក្រោមបានស្រឡាញ់ឡានណាក៏ please follow ម្នាក់មួយ